មានបងប្អូនយើងច្រើនមែនទែនដែលសូមឲ្យខ្ញុំជួយបង្ហាញពីរបៀបធ្វើឆាម៉ៃអញ្ចឹងនៅក្នុងវីដេអូមួយនេះខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាអំពីរបៀបធ្វើសម្បកហើយនឹងការវេចខ្ចប់អញ្ចឹងដើម្បីបានសម្បកជាដំបូងបងប្អូនត្រូវមានម្សៅហើយក្នុងវីដេអូនេះខ្ញុំប្រើ all purpose flour ចំនួន200ក្រាមលាយជាមួយទឹកចំនួន80ក្រាមហើយដើម្បីបានពណ៌លឿងគឺយើងត្រូវប្រើល័ខឬក៏ក្នុងភាសាអង់គ្លេសគេហៅថា food coloring អញ្ចឹងនៅពេលដែលបងប្អូនលាយពណ៌ចូលក្នុងទឹកហើយត្រូវចាក់ទាំងអស់នឹងចូលទៅក្នុងម្សៅហើយកូរឲ្យសព្វបន្ទាប់ពីកូរសព្វចូលគ្នាបានល្អហើយបងប្អូនចាប់ផ្ដើមលុញម្សៅហើយក្នុងការលុញម្សៅបងប្អូនធ្វើដូចនៅក្នុងវីដេអូរបស់ខ្ញុំនឹងមកបន្ទាប់ពីលុញចូលគ្នាបានល្អហើយបងប្អូនត្រូវទុកម្សៅនឹងរយៈពេល10ទៅ15នាទីដោយក្រោបនៅក្នុងចានដូចក្នុងវីដេអូរបស់ខ្ញុំការធ្វើបែបនេះនៅក្នុងភាសាបច្ចេកទេសគឺដើម្បីឲ្យម្សៅនឹង develop gluten មានន័យថាធ្វើឲ្យម្សៅនឹងទន់ហើយជាតិទឹកជ្រាបចូលទៅក្នុងម្សៅនឹងបានល្អនៅពេលដែលបងប្អូនទុកម្សៅនឹងចោលតោះមកលាយស្នូលជាមួយខ្ញុំក្នុងការធ្វើស្នូលគឺយើងត្រូវលាយជាមួយស្នូលបង្គាជាមួយនឹងស្នូលសាច់មាន់ហើយបរិមាណរបស់វាគឺយើងដាក់ស្មើគ្នាមានន័យថាបើបងប្អូនដាក់ចំនួន80ក្រាមនៃស្នូលសាច់មាន់ស្នូលបង្គាក៏បងប្អូនដាក់ប៉ុណ្ណឹងដូចគ្នាបន្ទាប់ពីបងប្អូនដាក់លាយចូលគ្នាហើយគឺត្រូវបន្តកូរដូចដែលយើងធ្វើស្នូលនីមួយៗអញ្ចឹងកូររហូតដល់វាឡើងខាប់ខាំជាប់គ្នាល្អហើយត្រូវទុកនៅក្នុងទូទឹកកករយៈពេល20ទៅ30នាទីដើម្បីឲ្យស្នូលនឹងវាសិតហើយរឹងយើងស្រួលក្នុងការវេចខ្ចប់ពេលដែលយើងខ្ចប់ទៅវាអត់ប្រតិបតាទេបន្ទាប់មកបងប្អូនត្រូវមកចាប់ផ្ដើមលុញម្សៅគឺបងប្អូនលុញឲ្យរាងទៅវែងដូចខ្ញុំនឹងមកហើយកាត់ឲ្យវាស្មើគ្នាទម្ងន់ប្រហែលជា4ទៅ5ក្រាមបានហើយក្នុងការធ្វើឆាម៉ៃគឺយើងអត់ត្រូវការឲ្យសបកវានឹងក្រាស់ពេកទេនៅពេលដែលក្រាស់ពេកគឺអត់ឆ្ងាញ់ទេបន្ទាប់ពីកាត់រួចបងប្អូនចាប់ផ្ដើមបកសបកហើយខ្ញុំប្រើ rolling pin បើសិនជាបងប្អូនអត់មានបងប្អូនអាចប្រើកែវឬក៏របស់អីក៏បានដែរដើម្បីឲ្យវាមានរាងមូលដូចក្នុងវីដេអូរបស់ខ្ញុំនឹងអញ្ចឹងនៅពេលដែលសម្បកហើយនឹងស្នូលរួចរាល់យើងចាប់ផ្ដើមវេចខ្ចប់ហើយក្នុងការវេចខ្ចប់បងប្អូនត្រូវមានឈើឬក៏ស្លាបព្រាសមក៏បានដែរប៉ុន្តែដោយសារតែខ្ញុំគឺជាចុងភៅគឺខ្ញុំមានឧបករណ៍គ្រប់គ្រាន់ហើយឧបករណ៍ហ្នឹងបងប្អូនអាចឃើញនៅក្នុងវីដេអូហ្នឹងអញ្ចឹងការវេចខ្ចប់អត់មានអីពិបាកទេបងប្អូនមើលរំនាំតាមខ្ញុំហ្នឹងមកហើយរៀនតាមមួយទៅបងប្អូននឹងទទួលបានឆាម៉ៃហើយអញ្ចឹងបន្ទាប់ពីខ្ញុំខ្ចប់រួចគឺខ្ញុំត្រូវដាក់ចំហុយហើយក្នុងការចំហុយគឺខ្ញុំចំហុយរយៈពេល8ទៅ10នាទីដើម្បីឲ្យសាច់មាន់គឺវាឆ្អិនបានល្អអញ្ចឹងនៅពេលដែលចំហុយរួចរាល់បងប្អូនអាចឃើញឆាម៉ៃរបស់ខ្ញុំគឺមានរូបរាងបែបនេះហើយនៅពេលដែលខ្ញុំញ៉ាំគឺស្នូលរបស់វានឹងជុះស៊ីខ្លាំងមែនទែនបងប្អូនអាចឃើញនៅក្នុងវីដេអូហ្នឹងនៅពេលដែលខ្ញុំខាំគឺមានទឹកហូរចូលមកដោយសារតែនៅពេលដែលយើងធ្វើស្នូលគឺយើងបានដាក់ទឹកចូលដោយដែលខ្ញុំបានប្រាប់បងប្អូននៅពេលដែលខ្ញុំរៀនធ្វើស្នូលអញ្ចឹងអរគុណច្រើនបងប្អូនទាំងអស់គ្នាវីដេអូរបស់ខ្ញុំមានប៉ុណ្ណឹងទេហើយសម្រាប់អ្នកដែលគាត់មកក្រោយអត់ដឹងថាស្នូលធ្វើម៉េចអាចទៅមើលវីដេអូចាស់ៗរបស់ខ្ញុំបានគឺខ្ញុំមានបង្រៀនទាំងអស់នៅក្នុង page របស់ខ្ញុំហើយកុំភ្លេច